ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025នឹងដំណើរការប្រកួតជាផ្លូវការរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិតេជោរាជធានីភ្នំពេញការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ2025នេះមានការកើនឡើងទាំងចំនួនក្លឹបនិងចំនួនកីឡាករកីឡាការិនីទាំងអស់ដែលបានបង្ហាញឲ្យឃើញថាវិស័យកីឡាវាយសីមានការផុសផុលខ្លាំងនិងកំពុងមានការអភិវឌ្ឍឈានទៅរកសក្តានុពលនេះបើតាមការបញ្ជាក់របស់ឯកឧត្តមកែរ៉ូអគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់តាមបណ្ដាញសង្គម Telegram ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ទៀតថាការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025នេះមានក្លឹបចូលរួមចំនួន18និងប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីចូលរួមសរុបចំនួន249នាក់ក្នុងនោះកីឡាករកីឡាការិនីមានចំនួន208នាក់ឯកឧត្តមអគ្គលេខាធិការបានរំលេចទៀតថាការប្រកួតនៅក្នុងឆ្នាំ2025នេះការរៀបចំមានការខុសប្លែកពីឆ្នាំកន្លងទៅពលគឺយើងរៀបចំមានវិញ្ញាសាប្រកួតជ្រើសរើសចម្រាញ់ឈុតធំនិងមានវិញ្ញាសាចម្រាញ់សម្រាប់កីឡាករកីឡាការិនីឈុតថ្នេរដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីក្នុងឆ្នាំ2031